លេងកុំខឹងខឹងកុំលេងតែបើលេងហើយខឹងត្រូវតែខំលេងតារាបាល់ទាត់វ័យក្មេងរបស់ក្រុមបាសេឡូណាគឺ Lamine Yamal បានផ្ញើសារចាក់ដោតទៅកាន់ Jude Bellingham បន្ទាប់ពីការប្រកួតដែលបាសេឡូណាបានប្តូរ Real Madrid នៅក្នុងការប្រកួត El Clasico បើទោះបីជាមិនបានលេងក៏ដោយក៏ Lamine Yamal នៅតែជាឌីកេសនៅក្នុងការដុតកម្ដៅនៅក្នុងការប្រកួត El Clasico រវាងបាសេឡូណានិង Real Madrid ក្រោយបាសេឡូណាបានយកឈ្នះ Real Madrid នៅក្នុងលទ្ធផល 2-0 នៅ Spotify Camp Nou តារាវ័យក្មេងរូបនេះបានបង្ហោះសារនៅលើ Instagram ដែលបង្ហាញពី scoreboard នៃការប្រកួតរបស់ក្រុមទាំងពីរប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺជា caption ដែលគាត់បានសរសេរថា Talky Ship មានន័យថាកុំនិយាយអួតមុនការប្រកួតព្រោះលទ្ធផលគឺសំខាន់ជាងអ្នកគាំទ្រជាច្រើនជឿជាក់ថានេះគឺជាការផ្ញើសារចាក់ដោតទៅកាន់ Jude Bellingham មូលហេតុនោះគឺយើងត្រឡប់ទៅកាន់ខែតុលាបន្ទាប់ពី Real Madrid បានយកឈ្នះ Barcelona នៅក្នុងលទ្ធផល 2-1 នៅក្នុងការប្រកួត El Clasico ជើងទី1 Jude Bellingham ក៏ធ្លាប់បានបង្ហោះសារនិងដាក់ caption ដូចគ្នានៅពេលនោះគេជឿជាក់ថា Bellingham បានផ្ញើសារទៅកាន់ Lamine Yamal បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះបានបង្ហោះរូបសើចចំអកទៅកាន់អ្នកគាំទ្រ Real Madrid មុនការប្រកួតហើយនៅពេលនេះ Lamine Yamal ក៏បានសងសឹកទៅវិញដែលបានបង្ហោះសារហើយក៏ប្រើពាក្យដូចគ្នាបន្ទាប់ពី Barcelona បានយកឈ្នះ Real Madrid នៅក្នុងការប្រកួតពានរង្វាន់ La Liga អ្វីដែលធ្វើឲ្យកាន់តែឈឺចាប់សម្រាប់ Real Madrid នោះគឺ Barcelona បានធានាជើងឯក La Liga ជាផ្លូវការបន្ទាប់ពីភាពជោគជ័យមួយនេះក្រុមរបស់លោក Hansi Flick នៅពេលនេះបាននាំមុខ Real Madrid រហូតដល់ 14 ពិន្ទុហើយគ្មានក្រុមណាដែលអាចតាមទាន់ពិន្ទុមួយនេះបានឡើយនៅក្នុងការប្រកួតនោះ Marco Rashford គឺជាវីរបុរសដ៏ធំបំផុតបន្ទាប់ពីបានសុតបាល់ free kick ដ៏អស្ចារ្យនៅក្នុងនាទីទី9បន្ទាប់មក Ferran Torres ក៏បានបន្ថែមគ្រាប់ទី2នៅក្នុងនាទីទី18ដែលធ្វើឲ្យ Barcelona គ្រប់គ្រងការប្រកួតទាំងស្រុងចំណែកឯ Lamine Yamal វិញបើទោះបីជាមានបញ្ហារបួសសាច់ដុំក៏ដោយក៏គាត់នៅតែមានឥទ្ធិពលខ្លាំងនៅលើអ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមតារាបាល់ទាត់វ័យក្មេងរូបនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញនៅក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup នៅក្នុងឆ្នាំ2026នាពេលខាងមុខហើយនៅពេលនេះសង្គ្រាមពាក្យសម្ដីរវាង Lamine Yamal និង Jude Bellingham កំពុងតែក្លាយជាគូប្រជែងថ្មីដ៏ក្តៅគគុកនៅក្នុងការប្រកួត El Clasico Suéltale Rocky, bailalo Rocky, suéltale Rocky, bailalo Rocky, suéltale Rocky, bailalo Rocky, suéltale Rocky, ta. Yo le iba a grabar, pero en baja calidad.